ពួកថៃនិយាយខ្មែរខ្លះគេនិយាយថាយើងប្រជាជនយើងបាក់ទូដេញឈឺឆ្អាលអុយរឿងព្រំដែនរឿងប្រទេសជាតិយើងធ្វើស៊ីរស់ស៊ីណាណីសម្រាប់តែគ្រួសារខ្លួនឯងទៅក៏បានហើយអ្នកនៅថៃនោះណាថៃនិយាយខ្មែរនេះយើងមិនបាច់និយាយថាគេជាណាណៃទេវាព្រោះពួកនោះវាមិនដែលទទួលស្គាល់នៅខ្លួនវាថាវាមានឈាមជឿជាខ្មែរអីទេគេនិយាយអាភាសានោះមានស្ដីវាស្មើនឹងសត្វហើយនឹងគោនឹងក្របីហើយវាជប់ចេះគិតអស់អារឿងជាតិរឿងពូជសាសន៍ហើយវានិយាយចោះវាអត់ខ្វល់កាពិសនោះក៏វាសំខាន់ប៉ុណ្ណាវាដល់ថ្នាក់ក្រាងាកមកឈឺឆ្អាលរឿងជាតិណាបន្តិចទៅវាដាច់បាយងាប់ហើយអាសម្ដីបែបថាមិនបាច់ទៅឈឺឆ្អាលទេយើងអ្នកប្រជាជនធ្វើស៊ីរស់ស៊ីសូម្បីតែខ្មែរក៏និយាយចដែលមានអ្នកនិយាយចុះទៀតហើយភាគច្រើនឃើញអ្នកនោះថៃនោះឯងគេនិយាយអាភាសានោះឯង